សួស្តីអ្នកទាំងអស់គ្នានេះគឺជារបៀបបង្កើត VMware អញ្ចឹងយើងចូលទៅ create មកបន្តមកចុច next ទៀតហើយយើងជ្រើសរើស Windows Server 2022បន្តមកយើងចុច next ហើយក៏យើងជ្រើសរើស store a single fileហើយកន្លែងនេះយើងបង្កើត folder មួយគឺមានឈ្មោះថា Windows Server យើង click OK មក next ទៀតហើយ finish បន្តមកទៀតយើងចូលទៅកាន់ edit គឺដើម្បីកំណត់យកISO image file ហើយយើងជ្រើសរើស Windows Server បន្តមកយើង click OK បន្តមកទៀតយើងចូលទៅបើក power on ហើយក៏ឲ្យវា download file រងចាំវាបន្តិចហើយយើងកំណត់ភាសាចុច next ហើយ install នៅពេលដែលពេញយើងជ្រើសរើសយក Windows Server 2022 and standard បន្តមកចុច accept next ហើយយើងយក custom បន្តមកយើងចុច next ទៀតយើងរងចាំឲ្យវា finish ហើយនៅពេលដែលវា finish យើងនឹងបញ្ចូល password ហើយបន្តមកទៀតយើងដាក់ password ដើម្បីបញ្ជាក់មួយទៀតបន្តមកយើង click លើ finish ឥឡូវយើងបញ្ចូល password ដើម្បីចូលទៅក្នុង VMware របស់យើងបន្ទាប់ពីបញ្ចូល password ហើយយើងចូលទៅកាន់ VMware របស់យើងបានហើយហើយយើងអាចចូលទៅ manage ម៉ាស៊ីនរបស់យើងគឺយើងចូលទៅកាន់ DVD drive ដើម្បី set up បន្តទៀតនៅពេលដែលយើងចូល DVD drive ហើយយើងអាច set up VMware tool របស់យើងអញ្ចឹងយើងរងចាំឲ្យវាបញ្ចប់នៅពេលដែលវាចប់ហើយនៅពេលដែលវាពេញវាចប់ហើយយើងអាច click finishបាន